អ្នកគាំទ្រប្រហោងពស់ស្ទើរមិនគួរជឿប៉ុន្តែធ្លាក់ដំណឹងថាតារាចម្រៀងនិងសម្ដែងប្រចិនគ្រីស្វូបានទទួលមរណភាពហើយនៅក្នុងកងក្រោយជាប់ពន្ធនាគារអស់រយៈពេល13ឆ្នាំពីបទរំលោភបំពានរាងការអតីតមិត្តស្រីរបស់ខ្លួនរហូតដល់ថ្មីនេះមានកាសែតកូរ៉េមួយបានធ្វើការចុះផ្សព្វផ្សាយរាយការណ៍នៅពាក្យចចាមរាមអំពីតារាចម្រៀងរ៉េបប្រុសវ័យ34ឆ្នាំគ្រីស្វូត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងពន្ធនាគារគ្រីស្វូដែលត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល13ឆ្នាំពីបទរំលោភអតីតមិត្តស្រីរបស់លោកបានអត់ឃ្លានមិនញ៉ាំបាយមិនញ៉ាំទឹកអស់រយៈពេលយូររហូតដល់ស្គមរីងរៃហើយក៏បានស្លាប់នៅក្នុងពន្ធនាគារនេះបើយោងទៅតាមរយៈអ្នកសរសេរប្លុកដ៏ពេញនិយមម្នាក់បានទម្លាយទន្ទឹមនឹងនោះផងដែរព័ត៌មានមួយនេះបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈបណ្ដាញសង្គមអ៊ីនធឺណិតហើយបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកផងដែរចាប់តាំងតែពីពេលដែលតារាប្រុសគ្រីស្វូត្រូវបានឃុំខ្លួនដំបូងរហូតដល់ការកាត់ទោសរបស់លោកត្រូវបានប្រកាសហើយសូម្បីតែបន្ទាប់ពីលោកត្រូវបានដោះលែងក៏ដោយតារាប្រុសរូបរាងខ្ពស់ស្រឡះរូបនេះត្រូវបានអាជ្ញាធរតាមដានយ៉ាងដិតដល់ព្រោះលោកត្រូវបានចាត់ថ្នាក់ជាអ្នកទោសដ៏ពិសេសប្រព័ន្ធផ្សព្វផ្សាយចិនបានតាក់ទងទៅនឹងនាយកដ្ឋានប៉ូលីសប៉េកាំងនៅឆាវយ៉ាងដែលកំពុងតែដោះស្រាយទៅលើករណីរបស់តារាប្រុសគ្រីស្វូដើម្បីសាកសួរអំពីការស្លាប់បច្ចុប្បន្នប៉ុន្តែมันមានការឆ្លើយតបជាផ្លូវការនោះទេដូច្នេះទីភ្នាក់ងារសារព័ត៌មានបានប្រមានដល់សាធារណជនកុំឲ្យផ្សព្វផ្សាយនៅពាក្យចចាមរាមដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ហើយអ្នកដែលផ្សព្វផ្សាយនៅព័ត៌មានមិនពិតទាំងឡាយអាចប្រឈមមុខនឹងសកម្មភាពផ្លូវច្បាប់ផងដែរព័ត៌មានលម្អិតនៃការជាប់ពន្ធនាគាររបស់តារាប្រុសគ្រីស្វូត្រូវបានរក្សាជាការសម្ងាត់ដូច្នេះមនុស្សគ្រប់គ្នាចង់ដឹងបន្ថែមវាត្រូវបានបញ្ជាក់ថាវាមិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេសូមជម្រាបផងដែរថាគ្រីស្វូកើតនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ1990ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាគ្រីស្វូគឺជាតារារ៉េបតារាចម្រៀងតារាសម្ដែងនិងជាតារាម៉ូដែលជនជាតិកាណាដាមិនតែប៉ុណ្ណោះលោកគឺជាអតីតសមាជិកក្រុមចម្រៀងបារ៉ាជនជាតិកូរ៉េខាងត្បូងចិនអេហ្សូនិងក្រុមរងរបស់ខ្លួនអេហ្សូអឹមនៅក្រុមផលិតកម្ម SM Entertainment មុនពេលចាក់ចេញពីក្រុមនៅឆ្នាំ2014អ្នកគាំទ្រប្រហោងពស់ស្ទើរមិនគួរជឿប៉ុន្តែធ្លាក់ដំណឹងថាតារាចម្រៀងនិងសម្ដែងប្រចិនគ្រីស្វូបានទទួលមរណភាពហើយនៅក្នុងកងក្រោយជាប់ពន្ធនាគារអស់រយៈពេល13ឆ្នាំពីបទរំលោភបំពានរាងការអតីតមិត្តស្រីរបស់ខ្លួនរហូតដល់ថ្មីនេះមានកាសែតកូរ៉េមួយបានធ្វើការចុះផ្សព្វផ្សាយរាយការណ៍នៅពាក្យចចាមរាមអំពីតារាចម្រៀងរ៉េបប្រុសវ័យ34ឆ្នាំគ្រីស្វូត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងពន្ធនាគារគ្រីស្វូដែលត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល13ឆ្នាំពីបទរំលោភអតីតមិត្តស្រីរបស់លោកបានអត់ឃ្លានមិនញ៉ាំបាយមិនញ៉ាំទឹកអស់រយៈពេលយូររហូតដល់ស្គមរីងរៃហើយក៏បានស្លាប់នៅក្នុងពន្ធនាគារនេះបើយោងទៅតាមរយៈអ្នកសរសេរប្លុកដ៏ពេញនិយមម្នាក់បានទម្លាយទន្ទឹមនឹងនោះផងដែរព័ត៌មានមួយនេះបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈបណ្ដាញសង្គមអ៊ីនធឺណិតហើយបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកផងដែរចាប់តាំងតែពីពេលដែលតារាប្រុសគ្រីស្វូត្រូវបានឃុំខ្លួនដំបូងរហូតដល់ការកាត់ទោសរបស់លោកត្រូវបានប្រកាសហើយសូម្បីតែបន្ទាប់ពីលោកត្រូវបានដោះលែងក៏ដោយតារាប្រុសរូបរាងខ្ពស់ស្រឡះរូបនេះត្រូវបានអាជ្ញាធរតាមដានយ៉ាងដិតដល់ព្រោះលោកត្រូវបានចាត់ថ្នាក់ជាអ្នកទោសដ៏ពិសេសប្រព័ន្ធផ្សព្វផ្សាយចិនបានតាក់ទងទៅនឹងនាយកដ្ឋានប៉ូលីសប៉េកាំងនៅឆាវយ៉ាងដែលកំពុងតែដោះស្រាយទៅលើករណីរបស់តារាប្រុសគ្រីស្វូដើម្បីសាកសួរអំពីការស្លាប់បច្ចុប្បន្នប៉ុន្តែมันមានការឆ្លើយតបជាផ្លូវការនោះទេដូច្នេះទីភ្នាក់ងារសារព័ត៌មានបានប្រមានដល់សាធារណជនកុំឲ្យផ្សព្វផ្សាយនៅពាក្យចចាមរាមដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ហើយអ្នកដែលផ្សព្វផ្សាយនៅព័ត៌មានមិនពិតទាំងឡាយអាចប្រឈមមុខនឹងសកម្មភាពផ្លូវច្បាប់ផងដែរព័ត៌មានលម្អិតនៃការជាប់ពន្ធនាគាររបស់តារាប្រុសគ្រីស្វូត្រូវបានរក្សាជាការសម្ងាត់ដូច្នេះមនុស្សគ្រប់គ្នាចង់ដឹងបន្ថែមវាត្រូវបានបញ្ជាក់ថាវាមិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេសូមជម្រាបផងដែរថាគ្រីស្វូកើតនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ1990ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាគ្រីស្វូគឺជាតារារ៉េបតារាចម្រៀងតារាសម្ដែងនិងជាតារាម៉ូដែលជនជាតិកាណាដាមិនតែប៉ុណ្ណោះលោកគឺជាអតីតសមាជិកក្រុមចម្រៀងបារ៉ាជនជាតិកូរ៉េខាងត្បូងចិនអេហ្សូនិងក្រុមរងរបស់ខ្លួនអេហ្សូអឹមនៅក្រុមផលិតកម្ម SM Entertainment មុនពេលចាក់ចេញពីក្រុមនៅឆ្នាំ2014អ្នកគាំទ្រប្រហោងពស់ស្ទើរមិនគួរជឿប៉ុន្តែធ្លាក់ដំណឹងថាតារាចម្រៀងនិងសម្ដែងប្រចិនគ្រីស្វូបានទទួលមរណភាពហើយនៅក្នុងកងក្រោយជាប់ពន្ធនាគារអស់រយៈពេល13ឆ្នាំពីបទរំលោភបំពានរាងការអតីតមិត្តស្រីរបស់ខ្លួនរហូតដល់ថ្មីនេះមានកាសែតកូរ៉េមួយបានធ្វើការចុះផ្សព្វផ្សាយរាយការណ៍នៅពាក្យចចាមរាមអំពីតារាចម្រៀងរ៉េបប្រុសវ័យ34ឆ្នាំគ្រីស្វូត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងពន្ធនាគារគ្រីស្វូដែលត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល13ឆ្នាំពីបទរំលោភអតីតមិត្តស្រីរបស់លោកបានអត់ឃ្លានមិនញ៉ាំបាយមិនញ៉ាំទឹកអស់រយៈពេលយូររហូតដល់ស្គមរីងរៃហើយក៏បានស្លាប់នៅក្នុងពន្ធនាគារនេះបើយោងទៅតាមរយៈអ្នកសរសេរប្លុកដ៏ពេញនិយមម្នាក់បានទម្លាយទន្ទឹមនឹងនោះផងដែរព័ត៌មានមួយនេះបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈបណ្ដាញសង្គមអ៊ីនធឺណិតហើយបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកផងដែរចាប់តាំងតែពីពេលដែលតារាប្រុសគ្រីស្វូត្រូវបានឃុំខ្លួនដំបូងរហូតដល់ការកាត់ទោសរបស់លោក
ត្រូវបានប្រកាសហើយសូម្បីតែបន្ទាប់ពីលោកត្រូវបានដកលែងក៏ដោយតារាប្រុសរូបរាងខ្ពស់ស្រឡះរូបនេះត្រូវបានអាជ្ញាធរតាមដានយ៉ាងដិតដល់ព្រោះលោកត្រូវបានចាត់ថ្នាក់ជាអ្នកទោសដ៏ពិសេសប្រព័ន្ធផ្សព្វផ្សាយចិនបានតាក់ទងទៅនឹងនាយកដ្ឋានប៉ូលីសប៉េកាំងនៅឆាវយ៉ាងដែលកំពុងតែដោះស្រាយទៅលើករណីរបស់តារាប្រុស Chris Wu ដើម្បីសាកសួរអំពីការស្លាប់បច្ចុប្បន្នប៉ុន្តែมันមានការឆ្លើយតបជាផ្លូវការនោះទេដូច្នេះទីភ្នាក់ងារសារព័ត៌មានបានព្រមានដល់សាធារណជនកុំឲ្យផ្សព្វផ្សាយនៅពាក្យចចាមរាមដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ហើយអ្នកដែលផ្សព្វផ្សាយនៅព័ត៌មានមិនពិតទាំងឡាយអាចប្រឈមមុខនឹងសកម្មភាពផ្លូវច្បាប់ផងដែរព័ត៌មានលម្អិតនៃការជាប់ពន្ធនាគាររបស់តារាប្រុស Chris Wu ត្រូវបានរក្សាជាការសម្ងាត់ដូច្នេះមនុស្សគ្រប់គ្នាចង់ដឹងបន្ថែមវាត្រូវបានបញ្ជាក់ថាវាមិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេសូមជម្រាបផងដែរថា Chris Wu កើតនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ1990ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា Chris Wu គឺជាតារារ៉េបតារាចម្រៀងតារាសម្ដែងនិងជាតារា model ជនជាតិកាណាដាមិនតែប៉ុណ្ណោះលោកគឺជាអតីតសមាជិកក្រុមចម្រៀងបារ៉ាជនជាតិកូរ៉េខាងត្បូងចិន EXO និងក្រុមរងរបស់ខ្លួន EXO M នៅក្រុមផលិតកម្ម SM Entertainment មុនពេលចាក់ចេញពីក្រុមនៅឆ្នាំ2014